ក្មេងតូចខ្ញុំជាសិស្សច្បងរបស់ឯងហេតុអីមុខឯងប្រឡាក់រហូតចឹងមកចាំខ្ញុំជូតឲ្យក្មេងប្រុសម្នាក់នេះមានមុខមាត់ស្អាតបាតប៉ុន្តែគេមិនដែលលាងមុខសោះរហូតតតែចូលបក់ទើបសិស្សច្បងស្រីបានឃើញសម្រស់ពិតរបស់គេនៅក្នុងពិភពដ៏វឹកវរនេះការមានខ្លួនប្រាណស្អាតបាតពេកមិនមែនជារឿងល្អទេតាំងពីអាយុ6ឆ្នាំគេរស់នៅតែម្នាក់ឯងក្នុងតំបន់គ្រោះថ្នាក់ការប្រយុទ្ធរស់ស្លាប់ជាច្រើនដងបានបង្រៀនគេឲ្យចេះលាក់ខ្លួននិងអត់ធ្មត់មិនថារូបរាងឬកម្លាំងគេមិនងាយទុកចិត្តនរណាឡើយប៉ុន្តែទោះបីជាប្រយ័ត្នប្រយែងយ៉ាងណាក៏ដោយក៏បញ្ហានៅតែរត់មករកគេដល់មុខផ្ទះមិត្តរួមក្រុមបានស្លាប់យ៉ាងអាណោចអាធំហើយមនុស្សសំខាន់បំផុតរបស់គេគឺមេបញ្ជាការលីក៏រងរបួសធ្ងន់ស៊ូឈីងគ្មានជំរឿអ្វីក្រៅពីទៅរកលោកគ្រូប៉ៃដើម្បីសុំជំនួយមានតែផ្លែឈើគ្មានរសទេទើបអាចជួយសង្គ្រោះជីវិតគេបានប៉ុន្តែកម្រិតធម៌ពលរបស់ឯងនៅទីពេកខ្លាចថាមិនអាចទៅយកបានស៊ូឈីងមិនព្រមចុះចាញ់ឡើយទីបំផុតលោកគ្រូប៉ៃក៏យល់ព្រមប្រាប់ពីទីតាំងចាប់ពីថ្ងៃនោះមកគេតែងតែឃើញក្មេងប្រុសម្នាក់ស្ពីកន្ត្រកអស់កន្លែងគ្រោះថ្នាក់ដែលអ្នកផ្សេងមិនហ៊ានទៅគេហ៊ានទៅសត្វសាហាវដែលអ្នកផ្សេងខ្លាចគេហ៊ានសម្លាប់ទោះបីជារងរបួសធ្ងន់ធ្ងរប៉ុណ្ណាគេតែងតែយកអស្ថងវិញមុនពេលមេឃងឹតដើម្បីឲ្យលោកគ្រូប៉ៃពិនិត្យមើលការមកជួបជារៀងរាល់ថ្ងៃហាក់ដូចជាខ្លាយជាទម្លាប់ទៅហើយខាងក្រៅភ្លៀងធ្លាក់យ៉ាងខ្លាំងប៉ុន្តែវាមិនអាចរារាំងការតាំងចិត្តរបស់ក្មេងប្រុសនេះបានទេនេះជាពេលដែលស៊ូឈីងរងរបួសធ្ងន់បំផុតបន្ទាប់ពីទៅបេះឱសថគេរងចាំនៅខាងក្រៅយ៉ាងស្ងៀមស្ងាត់ព្រោះខ្លាចរំខានភ្ញៀវរបស់លោកគ្រូប៉ុន្តែលោកគ្រូប៉ៃបែរជានិយាយខ្លាំងដោយចិត្តណាចង់ឲ្យស៊ូឈីងបានឬស៊ូឈីងក៏ខំប្រឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ទោះបីជាស្ដាប់ពីខាងក្រៅប៉ុន្តែគេចងចាំបានល្អជាងសិស្សដែលរៀននៅខាងក្នុងទៅទៀតលោកគ្រូប៉ៃក៏ពេញចិត្តនឹងចំណុចនេះដែរលោកម្ចាស់ទី7នៅក្នុងជំរំនេះមានក្មេងម្នាក់ខ្ញុំបានរៀបចំសញ្ញាសម្គាល់មួយឲ្យគេលោកមើលចុះបើគេជាគ្រាប់ពូជល្អលោកអាចបង្រៀនចំណេះដឹងខ្លះដល់គេហើយឲ្យគេក្លាយជាអ្នកប្រាជ្ញម្នាក់ទៅបាននិយាយថាលោកម្ចាស់ទី7ជាអ្នកណែនាំនោះការដែលលោកគ្រូប៉ៃទទួលស៊ូឈីងជាសិស្សគឺដោយសារតែការពេញចិត្តចំពោះសមត្ថភាពរបស់គេសុទ្ធសាធភាពអត់ធ្មត់និងការស្រឡាញ់ការសិក្សារបស់ស៊ូឈីងត្រូវបានគេមើលឃើញគ្រប់គ្នាសូម្បីតែសិស្សច្បងស្រីក៏កោតសរសើរគេដែរចាប់ពីពេលនោះមកស៊ូឈីងក៏រៀនវិជ្ជាពេទ្យពីលោកគ្រូប៉ៃពេលវេលាចេះតែកន្លងផុតទៅថ្ងៃមួយស៊ូឈីងត្រឡប់មកវិញក៏ឃើញសម្បត្តិឡាគ្នារបស់លោកគ្រូក្មេងតូចខ្ញុំត្រូវចាក់ចេញពីតំបន់ហាមឃាត់នេះជាបន្ទាន់មិនអាចនៅចាំលាឯងបានទេការបានជួបឯងនៅទីនេះគឺជាការលួងលោមចិត្តដ៏ល្អមួយខ្ញុំចង់នាំឯងទៅជាមួយដែរប៉ុន្តែឯងមានវាសនារបស់ខ្លួនឯងដូច្នេះខ្ញុំទុកក្បួនអស់មួយឲ្យឯងបើឯងផ្សំតាមក្បួននេះឯងនឹងអាចផលិតបានថ្នាំគ្រាប់ពណ៌ដែលមនុស្សជាច្រើនត្រូវការលោកគ្រូប៉ៃបានចាក់ចេញទៅហើយប៉ុន្តែគេនៅតែបន្តស្វែងរកឱសថជារៀងរាល់ថ្ងៃដើរតាមមាត់ទឹកមិនមែនសុទ្ធតែមានសុវត្ថិភាពនោះទេថ្ងៃនេះគេបានជួបនឹងពួកខ្មោចនៅក្នុងតំបន់ហាមឃាត់ដោយគ្មានជម្រើសគេក៏រត់ចូលទៅក្នុងវិហារបុរាណដើម្បីផ្សងសំណាងវិហារនេះអាចការពារពីពួកបិសាចបានដោយសារតែមានវិញ្ញាណបុរាណនៅចាំការពារស៊ូឈីងបានមើលការប្រយុទ្ធគ្នារវាងអ្នកការពារនិងបិសាចហើយក៏រៀនបានក្បាច់ដាវមួយកម្លាំងរបស់គេក៏កើនឡើងពីកម្រិតដល់កម្រិតទី5នេះពិតជារឿងនឹកស្មានមិនដល់ពេលគេដើរចេញពីតំបន់ហាមឃាត់ក៏ឃើញមនុស្សម្នាក់ដែលធ្លាប់ស្គាល់កំពុងរៀបចំចាក់ចេញដែរគឺស៊ូឈីងបានជួយសង្គ្រោះកាលពីមុននឹកស្មានមិនដល់ថាអត្តសញ្ញាណពិតរបស់នាងគឺពាក់ព័ន្ធនឹងបាក់លីទូក្មេងតូចឯងចង់ចាក់ចេញទៅជាមួយខ្ញុំទេស៊ូឈីងបានបដិសេធគេបានជូនសញ្ញាសម្គាល់នោះជាការដូរលាគ្នាមូលហេតុចម្បងដែលស៊ូឈីងបដិសេធមិនទៅបាក់លីទូគឺដោយសារតែផ្ទះរបស់ខ្ញុំនៅជិតដល់ហើយផ្ទះរបស់ខ្ញុំល្អណាស់នៅទីនោះមានភ្លើងបំភ្លឺមានបាយក្តៅនិងមានមនុស្សកំពុងរង់ចាំប៉ុន្តែស៊ូឈីងនឹកស្មានមិនដល់ថាពេលត្រឡប់មកវិញគេបែរជាបានឃើញនេះជាការប្រយុទ្ធដ៏តានតឹងបំផុតរបស់ស៊ូឈីងគេមិនត្រឹមតែត្រូវប្រឈមមុខនឹងអ្នកខ្លាំងប៉ុណ្ណោះទេថែមទាំងត្រូវទប់ទល់នឹងទ័ពរបស់ម្ចាស់ជំរំទៀតផងម្ចាស់ជំរំបានវាយប្រហារក្រុមរបស់មេបញ្ជាការលីឆ្លៀតពេលដែលស៊ូឈីងមិននៅពួកគេបានចាប់ខ្លួនមេបញ្ជាការលីពួកគេបានបំផ្លាញផ្ទះនិងវីធ្វើបាបក្មេងភ្នែកកែកស៊ូឈីងខឹងខ្លាំងណាស់អាម៉ាប់ម្នាក់នេះមិនដឹងថាខ្លួនកំពុងជួបគ្រោះថ្នាក់ទេថែមទាំងហ៊ានមករករឿងស៊ូឈីងទៀតតបជំនួយសម្រុកចូលមកស៊ូឈីងដកដាវចេញមកទទួលបន្ទាប់មកទ្វារធំក៏បិទជិតបើមិនទាន់ដឹងចាញ់ឈ្នះគឺគ្មាននរណាអាចចេញបានឡើយសម្រាប់វាទៅខ្ញុំនឹងឲ្យរង្វាន់យ៉ាងច្រើនប៉ុន្តែទើបតែនិយាយចប់កាំបិតមួយក៏ហោះសម្ដៅមកមុខរបស់គេស្រមោលមនុស្សហោះពេញផ្ទះកូនចៅរបស់គេត្រូវដួលដេកម្ដងមួយត្រឹមតែមួយប៉ព្រិចភ្នែកតបទាំងអស់ត្រូវបានកំទេចអាម៉ាប់នោះក៏ទទួលបានលទ្ធផលដែលខ្លួនគួរទទួលបានគេទាត់សាកសពទៅឲ្យទាហាននៅខាងក្រោយប៉ុន្តែរឿងនេះមិនទាន់ចប់ទេគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះក្មេងតូច
ពួកយើងមើងងាយឯងពេកហើយគ្មាននរណានឹកស្មានថាស៊ូឈីងគ្រាន់តែជាអ្នកមានធម៌ពលកម្រិត5សោះប៉ុន្តែហ៊ានសម្រុកចូលទីស្នាក់ការរបស់ម្ចាស់ជំរំដើម្បីជួយមនុស្សម្ចាស់ជំរំពិតជាគួរឲ្យខ្លាចណាស់មិនមែនដោយសារកូនចៅច្រើនទេគឺដោយសារគេមានធម៌ពលដល់កម្រិត9និងមានបាក់ជីងកាំងនៅពីក្រោយខ្នងទៀតផងស៊ូឈីងទើបតែដល់កម្រិត8ប៉ុណ្ណោះប៉ុន្តែគេចេះវិជ្ជាហោះហើរនៅត្រង់នេះមានចំណុចពិសេសមួយតើស៊ូឈីងបានថ្នាំពីស្មកពីណាតាមពិតទៅបន្ទាប់ពីខ្លាចជាសិស្សរបស់លោកគ្រូប៉ៃគេបានលួចហាប់សំថ្នាំពេលជួបសត្រូវខ្លាំងអ្នកក្លាហានជាអ្នកឈ្នះស៊ូឈីងចេញដែរមុនគេកំទេចគ្រាប់ថ្នាំពីហើយក៏ដំឡើងកម្រិតធម៌ពលរបស់ខ្លួនយ៉ាងលឿនដូច្នេះទើបស៊ូឈីងអាចយកឈ្នះបានយ៉ាងងាយការប្រយុទ្ធជាមួយអ្នកកម្រិត8ដូចគ្នាមិនមែនជារឿងងាយស្រួលទេគេលេបថ្នាំពីចូលទៅស៊ូឈីងក៏ត្រូវរបួសធ្ងន់ជាលើកដំបូងក្នុងកាលៈទេសៈគ្រោះថ្នាក់គេគ្មានជំរឿអ្វីក្រៅពីប្រើ